សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបន្ថែម account Thai ដំបូងឡើយយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ accounting ហើយយើងធ្វើការ click ទៅលើ account Thai ឥឡូវនេះខ្ញុំចូលមកដល់ account Thai ហើយបន្ទាប់មកយើងធ្វើការ click ទៅលើប៊ូតុង add new ដែលនៅខាងស្ដាំដៃហើយវានឹងបង្ហាញប្រអប់ដើម្បីយើងបញ្ចូលព័ត៌មានរបស់ account Thai ហើយយើងធ្វើការបញ្ចូលឈ្មោះរបស់ account Thai ខ្ញុំដាក់ឈ្មោះថាវាឈ្មោះជា income ហើយខ្ញុំជ្រើសរើស group ជាប្រភេទ revenue ដាក់ description បន្ទាប់មកខ្ញុំធ្វើការ click លើប៊ូតុង add new ហើយវានឹងបង្ហាញ design នៅខាងក្រោមនេះគឺជាអ្វីដែលខ្ញុំបានបញ្ចូលអមិញ